សួស្តីខ្ញុំមកឈ្មោះរទ្ធាព្រោះថ្ងៃខ្ញុំហាត់នៅហាងសុខភាពនៅរលកចាសម្រាប់ការហាត់គុណខ្មែរនេះខ្ញុំហាត់រយៈពេលតាមខ្ញុំចាំដូចជាមួយឆ្នាំហើយតែការហាត់សម្រាប់ការប្រកួតនេះខ្ញុំហាត់ទៅប្រហែលដូចជាទៀមខ្លួនបានទុំមួយខែទេសម្រាប់ការចាប់យកកីឡាបដាឬក៏ចូលហាត់កីឡាបដានេះដោយសារខ្ញុំស្រឡាញ់តែមួយទៀតចង់គ្រប់គ្រងបាច់គុណខ្មែរហើយនឹងយើងមានបេះដូងជាអ្នកស្រឡាញ់គុណខ្មែរអញ្ចឹងទៅជាចង់ចូលហាត់ចង់សាកល្បងបាទបងសម្រាប់ដៃគូខ្ញុំធ្លាប់មើលវីដេអូគាត់ខ្ញុំគិតថាគាត់ល្អគាត់មានកម្លាំងសួរខ្លាំងហើយនិយាយទៅគាត់តិចល្អគាត់មានបទពិសោធន៍ខ្លាំងសម្រាប់ការប្រកួតលើកមុនគឺសម្រាប់ខ្ញុំហ្មងវាជាបទពិសោធន៍មួយដ៏ល្អព្រោះអីបានពូជាលើកទី1ក្នុងបទពិសោធន៍របស់ខ្ញុំហើយនឹងបានប៉ះជើងជាបរទេសទៀតសម្រាប់ចំណាររបស់ខ្ញុំហ្មងការប្រកួតលើកមុនហ្នឹងគឺជាការប្រកួតមួយដែលបន្តបទពិសោធន៍ខ្ញុំម្ដងតាមទៅបើសិនខ្ញុំមានពេលសម្រាប់ខាត់ឬក៏ទៀតលោកបានច្រើនជាងហ្នឹងសម្រាប់ខ្ញុំខ្ញុំគិតថាវាអាចនឹងស៊ីសងគ្នា50-50ព្រោះអីគាត់ក៏ល្អខ្ញុំក៏ល្អគាត់ក៏ហាត់ខ្ញុំក៏ហាត់ដែរអញ្ចឹងទៅយើងស៊ីសងយ៉ាងណាសម្រាប់អ្នកគ្រប់គ្រងខ្ញុំគឺមានម៉ាក់គ្រួសារហើយនឹងមិត្តស្រីរបស់ខ្ញុំហើយនឹងមិត្តភក្តិវិញ